បាទសូមគោរពនឹងជម្រាបសួរបងប្អូនទាំងអស់ដែលកំពុងទស្សនាវីដេអូមេរៀនរបស់ខ្ញុំបាទថ្ងៃនេះដែរយើងសិក្សាអំពីរូបមន្ត2គឺរូបមន្ត INT និងរូបមន្ត MOD បាទអញ្ចឹងមុននឹងធ្វើការចងនៅរូបមន្តសូមបងប្អូនទាំងអស់គ្នាស្វែងយល់អំពីនិយមន័យនៃរូបមន្តថាតើរូបមន្ត INT ក៏ដូចជារូបមន្ត MOD ហ្នឹងគេប្រើសម្រាប់ធ្វើអ្វីដែរបាទអញ្ចឹងឥឡូវយើងមកមើលអត្ថន័យនៃរូបមន្តរបស់យើងបាទអញ្ចឹង INT គឺជារូបមន្តដែលគេប្រើសម្រាប់បង្កត់ទិន្នន័យនៅខាងក្រៅទស្សភាគរបស់យើងបាទហើយចំណែកឯរូបមន្ត MOD នោះគឺជារូបមន្តដែលគេប្រើសម្រាប់រកសំណល់បាទអញ្ចឹងតកតងជាមួយនឹងការប្រើប្រាស់ INT MOD បាទគឺជាការប្រើប្រាស់មួយសម្រាប់រកបង្កត់ទិន្នន័យមួយទៀតប្រើសម្រាប់រកនៃសំណល់បាទតើយើងរកបង្កត់ទិន្នន័យរបៀបម៉េចនិងរកសំណល់របៀបម៉េចឥឡូវនេះយើងចូលទៅលំហាត់បាទអនុវត្តរបស់យើងបាទនេះជារូបភាពនៃលំហាត់អនុវត្តរបស់យើងអូខេអញ្ចឹងតកតងជាមួយនឹងការអនុវត្តនៃ INT និង MOD បាទយើងមានតារាង table មួយដែលបង្ហាញអំពីលេខរៀងក៏ដូចជាឈ្មោះនិងចំនួនទឹកប្រាក់គិតជារៀលបាទទឹកប្រាក់គិតជាលុយដុល្លារនិងបង្កត់ទិន្នន័យដែលជាលុយដុល្លារដូចគ្នានិងMOD ដែលជាសំណល់នោះផងដែរអញ្ចឹងនេះជាចំណុច exchange rate ដែលសម្រាប់អត្រាប្តូរប្រាក់ក្នុង$1គឺស្មើនឹង4100ឧទាហរណ៍អញ្ចឹងទៅចោះបាទអញ្ចឹងយើងឃើញហើយបាទលេខរៀងទី1បាទនួនវិជ្ជការគាត់មានចំនួនទឹកប្រាក់ក៏ដូចជាការបើកទឹកប្រាក់ខែដែលមានជាលុយរៀល2,30,000បាទ2,30,000រៀលដោយយើងធ្វើការបដូរទៅជាប្រាក់ដុល្លារបាទ exchange rate សរុបស្មើនឹង$560.98 សេនអញ្ចឹងចាស់បាទអញ្ចឹងនៅពេលដែលយើងបង្កត់យើងធ្វើការបង្កត់លុយបែបនេះដោយ560.00និងលុយដែលជាសំណល់98សេននោះឲ្យមកត្រឹម4000អញ្ចឹងតកតងជាមួយនឹងការចងបងប្អូនឃើញហើយគឺទី1បងប្អូនអាចស្មើ INT បងប្អូនយកមកคลิกលើចំណុច D3 បាទរួចបងប្អូនធ្វើការបិទវងកញ្ចក់បាទហើយបងប្អូននឹងឃើញលទ្ធផលនៅចំណុចនេះគឺបង្កត់560.00បាទពីតម្លៃ560.98មក560.00ហើយចុះសំណល់នេះយើងគណនារបៀបម៉េចសំណល់នេះយើងគណនាដោយការប្រើប្រាស់នៅចំណុចនេះគឺស្មើ MOD បាទ MOD ដែលមានតម្លៃ C3 បាទក្បៀស C1 អញ្ចឹង C3 របស់យើងស្ថិតនៅក្នុងចំណុចនេះបាទ C3 របស់យើងស្ថិតនៅចំណុចនេះបាទក្បៀស C1 ដែលនៅត្រង់ចំណុចនេះអញ្ចឹងដល់ពេលដែលយើងក្បៀស C1 តម្លៃ C1 គឺជាតម្លៃដែលយើងត្រូវកំណត់បាទកំណត់ F4 ដែលធ្វើការកំណត់នៃការដាក់ F4 របស់យើងកុំឲ្យរូបមន្តយើងរត់បាទអូខេអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរសូមបាទចូលទៅបើកកម្មវិធី Excel ដើម្បីធ្វើការអនុវត្តជាក់ស្ដែងបាទ
បាទខេឥឡូវយើងបានតម្លៃបែបនេះហើយបាទអូខេបន្តមកទៀតបងប្អូនធ្វើការបញ្ចូលចំនួន exchange rate ដែលជាអត្រាប្រូប្រាក់នៅចំណុចនេះបាទអត្រាប្រូប្រាក់របស់យើងគេឲ្យតម្លៃស្មើឧទាហរណ៍ថា1400បាទក្នុង1ដុល្លារណាបាទអញ្ចឹងចំណុចតាក់ទងជាមួយនឹង amount USA ឬក៏ amount ជាគិតជាលុយដុល្លារនេះបងប្អូនអាចបដូរមកជាលុយដុល្លារបាទ exchange ទីមួយយើងអាចស្មើបងប្អូនយកតម្លៃលុយរៀលបាទទៅចែកជាមួយនឹងអត្រាប្រូប្រាក់បាទរួចបងប្អូនធ្វើការកំណត់ F4 បាទនោះយើងនឹងឃើញបាទយើងហើយយើងបង្គុតតម្លៃតិចទៅអូខេយើងនឹងឃើញតម្លៃបែបនេះណាហើយបងប្អូនធ្វើការអូសមកក្រោមមកបាទនេះជាចំនួនទឹកប្រាក់ដែលយើងបដូរណាពីលុយខ្មែរមកជាលុយដុល្លារបាទដែល2លាន30ម៉ឺនដូរមកជាលុយដុល្លារវិញគឺស្មើនឹង 560.98 សេនអញ្ចឹងចំពោះការគិតប្រាក់ឈ្នួលឲ្យកម្មករដូចជាបុគ្គលិកបាទដែលជាបើកសាច់លុយផ្ទាល់ដែលយើងការកំណត់ INT និង MOD ដែលជាសាច់ប្រាក់យើងត្រូវធ្វើការគណនាដោយ INT បាទដើម្បីធ្វើការបង្គុតចំនួនទឹកប្រាក់ដោយការប្រើទី1ទៅលើ INT ដើម្បីបង្គុតលុយបាទស្មើបាទបងប្អូនវាយ INT បាទរួចមកបងប្អូនបើកធ្វើការបើកវងកញ្ចក់បាទហើយបងប្អូនធ្វើការคลิกទៅលើតម្លៃនេះបាទរួចធ្វើការបិទវងកញ្ចក់នេះបងប្អូននឹងទទួលបានលទ្ធផលបាទជាតម្លៃបង្គុតបាទពី 560.98 មកត្រឹម 560.00 បាទឥឡូវនេះយើងមកមើលចំណុចតម្លៃ93សេនថាតើ98សេនស្មើនឹងប៉ុន្មាននៃលុយខ្មែរបាទអញ្ចឹងយើងស្មើទៅលើចំណុចនេះមួយដែលយើងវាយ MOD បាទរួចបងប្អូនធ្វើការបើកវងកញ្ចក់បាទបន្តមកទៀតបងប្អូនធ្វើការคลิกលើចំណុចនេះបាទដែលជាតម្លៃលុយរៀលរបស់យើងហ្នឹងបាទបន្តមកទៀតបងប្អូនធ្វើការក្បៀសបាទក្បៀសបងប្អូនចុចទៅលើតម្លៃលុយ exchange rate បាទជាអត្រាប្រូប្រាក់បាទរួចបងប្អូនត្រូវធ្វើការកំណត់ F4 ផងដែរបាទនៅក្នុងចំណុចហ្នឹងបាទ C1 ហ្នឹងបាទរួចបងប្អូនធ្វើការបិទវងកញ្ចក់បាទនេះបាទ93សេនវាអាចស្មើនឹង 4000 លុយខ្មែរបាទលុយរៀលបាទតើមកបងប្អូនធ្វើការអូសមកក្រោមមកបាទអូខេអញ្ចឹងតកតងជាមួយនឹងការអនុវត្តរូបមន្តនៅក្នុងកម្មវិធី Excel យើងដែលមានដូចជាថ្ងៃនេះ INT និង MOD មានតែប៉ុណ្្នឹងទេបាទហើយខ្ញុំបាទក៏សូមអរគុណបាទចំពោះបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់បញ្ចប់បាទសូមអរគុណសូមជម្រាបលា